គោរពជម្រាបសួរប្រិយមិត្តនិងបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍បងប្អូនមកកាន់ដំណើរហើយថ្ងៃនេះគឺអត់មានរឿងចែកម្លែកបងប្អូនណាដោយសាររឿងនេះយើងបានទទួលការចែកម្លែកអំពីប្រិយមិត្តម្នាក់ដែលគាត់និយាយអំពីរឿងគ្រួសារគាត់ផ្ទាល់តែម្ដងគាត់គឺជាអ្នករស់នៅក្នុងខេត្តកំពង់ចាមហើយប្រហែលជាប្រិយមិត្តបានដឹងបានឮនិងបានជឿទៅលើមួយចំនួនដែរទៅលើអាគមដោយសារតែនៅខាងកំពង់ចាមល្បីចំនួនឆ្នាំកៅឈៀងគាត់និយាយយូរហើយរឿងរបស់គាត់នេះគឺជារឿងឈឺចាប់បំផុតដែលធ្វើឲ្យគ្រួសាររបស់គាត់សឹងតែវិនាសបាទដោយសារតែគាត់ជឿទៅលើអបិយជំនឿខ្លាំងពេកកាលគ្រាហ្នឹងគឺកូនរបស់គាត់ហ្នឹងគឺមានវ័យបាទមិនធំទេមាន10ឆ្នាំបាទ13ឆ្នាំនិង15ឆ្នាំហើយពួកគាត់គឺសិតជាអ្នករៀនណាហើយឪរបស់គាត់ហ្នឹងគឺជាចាស់ទុំម្នាក់នៅក្នុងភូមិក្នុងស្រុកហ្នឹងហើយគាត់គឺជាអ្នកបំម៉ាក់មានថាគាត់ជាអ្នកផាត់ជាអ្នកអីដែរអញ្ចឹងណាហើយឪគាត់ហ្នឹងគឺជាអ្នកដែលមិនសូវគេហៅថាជានិយាយច្រើនទេតែពេលគាត់ផឹកស្រាចូលខ្លួនគឺគាត់និយាយច្រើនមែនតើហើយនៅក្នុងថ្ងៃមួយនោះគាត់ផឹកបាទស្រាសហ្នឹងគឺជាមួយនឹងមិត្តភ័ក្តិគាត់ដូចធម្មតាអញ្ចឹងប៉ុន្តែក្នុងពេលចៃដន្យហ្នឹងគឺមានអ៊ំប្រុសម្នាក់បាទដែលគាត់គឺជាអ្នកដែលមកពីភូមិឆ្ងាយណាហើយគាត់មកដើរលេងឬក៏គាត់មកផ្សព្វផ្សាយយើងមកក៏មិនច្បាស់ដែរក្នុងគ្រាហ្នឹងណាគឺគាត់បាននិយាយរឿងអាគមជាច្រើនបាទជាមួយនឹងពូដែលជាពុករបស់ប្អូនប្រុសប្អូនស្រីហ្នឹងហើយគាត់និយាយរឿងអាគមអូមអាមរឿងផ្ទះមានអំពើផ្ទះស្អីចឹងទៅណាហើយនៅក្នុងគ្រាហ្នឹងគឺគ្រូម្នាក់ហ្នឹងគាត់បានប្រាប់ណាទៅលើពូណាថាផ្ទះបងឯងហ្នឹងគឺមានគ្រោះហើយហ្នឹងហើយគ្រួសាររបស់បងឯងហ្នឹងគឺនឹងវិនិច្ឆ័យមានថានឹងបែកបាក់មានថាឪទៅផ្សេងកូនទៅផ្សេងមានថាកូនគាត់ចេញក្រៅទាំងអស់អញ្ចឹងទៅហើយក៏ថាឲ្យកូនទាំងអស់ជប់រៀនទៅដើរទៅឆ្ងាយមានថាឲ្យគាត់ធ្វើដំណើរទៅឆ្ងាយណាដើម្បីទៅយល់លៀបគ្រួសារគាត់បើនៅផ្ទះអត់មានទេតើតែគាត់ទៅឆ្ងាយអញ្ចឹងទៅអញ្ចឹងគ្រូនឹងឲ្យពូហ្នឹងហើយប្រាប់កូនឲ្យឈប់រៀនដើម្បីធ្វើដំណើរទៅឆ្ងាយដើម្បីទទួលលៀបក្នុងពេលហ្នឹងគឺឪពុករបស់ប្អូនហ្នឹងគឺគាត់ជឿគាត់ថាគាត់ចង់បានលុយចង់បានកាក់អញ្ចឹងទៅគាត់ជឿមែនតើហើយគាត់ហ្នឹងក៏បានប្រាប់ទៅកូនថាពួកឯងឈប់រៀនទៅលៀបបានមកដល់ហើយអញ្ចឹងអញជឿលើគ្រូព្រោះគ្រូក៏ប្រាប់ថាពួកឯងមិនបាច់រៀនទេហើយចេញក្រៅផ្ទះដើម្បីរកលុយណាទៅរកលៀបព្រោះអីបែរនៅផ្ទះគឺវាគ្មានបានលៀបបានអាចអីទេអញ្ចឹងកូនទាំងអស់ប្រឆាំងមួយពុកមែនតើកូនគាត់ទាំងអស់នោះគឺប្រាប់ហើយថាបើមិនបានរៀនទេពួកគាត់នឹងគ្មានអនាគតទេណាហើយគាត់ថាដោយសារពុកឯងបោឡែពួកឯងផឹកពួកឯងអីចឹងគឺចង់ឲ្យកូនលាយគ្មានអនាគតដោយសារពុកឯងអញ្ចឹងណាហើយក្នុងគ្រាហ្នឹងគឺពុកហ្នឹងគឺឆ្លោះគ្នាមែនតើមានថាតឹងតសៃកជាមួយកូនដោយសារតែរឿងអបិយជំនឿដែលគ្រូប្រាប់ហ្នឹងណាឲ្យកូនជប់រៀនណាហើយកូនក្មេងហ្នឹងគឺគ្នាគិតដែរណាគិតរឿងអនាគតច្រើនមែនតើប៉ុន្តែចំពោះពុកវិញអត់ទេអត់គិតទេគិតថាធ្វើម៉េចឲ្យបានលុយធ្វើម៉េចឲ្យមានលៀបចូលអញ្ចឹងហើយគាត់រឿងគាត់ហ្នឹងគឺគាត់បានគិតខ្លួនឯងថាគាត់គិតតែផឹកទេគាត់គិតតែផឹកដល់ពេលជាអញ្ចឹងទៅគឺគ្រូសាប្រឆាំងគ្នាខ្លាំងបណ្ដោយដោយសារតែរឿងហ្នឹងហើយបន្តមកទៀតហ្នឹងគឺកូនគាត់ក៏មិនអាចឈ្នះដែរណែគាត់មានអីមានតាមពុកអញ្ចឹងប៉ុន្តែគាត់បែងចែកក៏សុំពុកណាមានថាកូនគាត់អាធំហ្នឹងអា15ឆ្នាំណាអាបង15ឆ្នាំហ្នឹងគឺគាត់ឈប់ទៅណាគាត់ទៅតែឯងមានថាគាត់ទៅស៊ីឈ្នួលទៅអីក្រៅអញ្ចឹងទៅគាត់ជប់រៀនហើយក៏ទុកឲ្យកូនប្អូនរបស់គាត់ហ្នឹងហើយពីរទៀតហ្នឹងគឺនៅរៀនចាស់ហើយពុកហ្នឹងគាត់មានអីមានតាណាទេគាត់នៅផ្ទះគាត់ទៅចាំតែផឹកស្រាហើយក៏ដើរលេងដើរជែកពេញភូមិប៉ឡែអញ្ចឹងទៅថាដូចមើលឈួតមើលជាអញ្ចឹងទៅនៅក្នុងគ្រាកន្លងមកហ្នឹងគឺបងចេះតែបានរៀនរហូតអញ្ចឹងទៅហើយពុកហើយនឹងកូនហ្នឹងគឺមិនសូវត្រូវគ្នាម៉ែទេមានថាកូនហ្នឹងគាត់ខំតែរៀនណាហើយចំណែកពុកនោះផឹកសាហាវហើយក្នុងភូមិវិញសឹងតែគ្មានអ្នកហ៊ានចូលចិត្តប្រហែលទេដោយសារតែស្រាចូលខ្លួនគាត់និយាយចំទូគាត់ប៉ែបណ្ដោយគាត់ទៅប៉ែបណ្ដោយនឹងទៅប៉ែខ្លាំងបណ្ដោយ
ហើយក្នុងពេលហ្នឹងគឺវាពិបាកដែរអញ្ចឹងហើយរហូតដល់គ្រាចុងក្រោយរបស់គាត់ហ្នឹងគឺគាត់ផឹកច្រើនពេកធ្វើឲ្យគាត់ហ្នឹងក៏ឈឺណាហើយកាកូនបងហ្នឹងទៅខំប្រឹងរកលុយរកអីខ្លាំងណាស់មិនតែសូវបានប៉ុន្មានទេបាទត្រឹមតែមួយល្មមហ្នឹងហើយស្រាប់តែចិញ្ចឹមអីចឹងណាហើយគាត់រកដងហ្នឹងពីកាលពីគាត់មិនទាន់ទៅហ្នឹងគាត់ពេលគាត់មកកងមកគាត់ទៅដល់ពេលឲ្យគាត់បង្ខំឲ្យគាត់ចឹងគាត់មានតែធ្វើតាមហ្នឹងទៅហើយគ្រួសាររបស់គាត់អត់ឡើងទេរស់ស៊ីធ្លាក់មែនតែនហ្មងណាធ្លាក់រហូតដល់ចុងក្រោយបំផុតពេលដែលគាត់ស្លាប់ទៅហ្នឹងគឺបងប្អូនទាំងអស់បានរៀនចប់ណាហើយបងគ្នាមិនបានរៀនចប់ទេគឺឥឡូវរោគាត់គង់អីផ្សេងស្ដាំអីយ៉ាងទៅណាវានៅតែមិនគ្រប់គ្រាន់ហើយឲ្យគាត់ហ្នឹងគាត់ឈឺហើយក៏គាត់ស្លាប់ណាគាត់ស្លាប់ទៅហ្នឹងក្នុងពេលនេះកូនទាំងអស់ហ្នឹងគឺមានលុយមកធ្វើបុណ្យល្មមទេស្រាប់ឪអញ្ចឹងណាហើយគ្រូនឹងមកទៀតហើយគ្រូនឹងមកទៀតមកហើយគាត់និយាយថាមិនគ្រូសាយចេះទៅដល់ពេលក្នុងគ្រាហ្នឹងបងប្អូនអស់គឺឃើញគ្រូស្ដីឲ្យគ្រូទៅហ្មងណាស្ដីឲ្យបណ្ដាឬចឹងទៅហើយក្នុងពេលហ្នឹងគឺគ្រូសាគាត់គឺអត់មានជឿទៀតទេគាត់ជឿលើថាខំប្រឹងទៅវិញហ្នឹងហើយបងប្អូនរៀនចប់ហ្នឹងគាត់ក៏ល្អដែរណាគាត់មានមុខរបរអីសមរម្យល្មមអាចធ្វើគ្រូសាគាត់រីកចម្រើនផ្សេងអញ្ចឹងទៅណាហើយរឿងនេះដូចខ្ញុំនិយាយជាដើមហ្នឹងរឿងនេះរឿងរូមួយដោយសារអីរឿងនេះវាទាក់ទងនឹងអបិយជំនឿអញ្ចឹងបើយើងជឿក៏យើងជឿតាមបែបផែនដែរយើងយក50ទៅមានថាយើងត្រូវខំប្រឹងនៅកម្លាំងហ្នឹង